នេះពីថាទេសភាពនេះឃើញតែចិត្តភ្នែកពុកម៉ែបងប្អូនហើយពេលទៅដល់គឺថាអារម្មណ៍ស្រស់ស្រាយណាបំបត្តិនៅកង្វល់ទាំងឡាយទាំងពួងតែម្ដងចាហើយហេតុអីបាននាងខ្ញុំបានទៅដល់ទីនោះចាអញ្ចឹងសូមតាមដានជាមួយនឹងនាងខ្ញុំរហូតដល់ចប់នាងខ្ញុំនឹងប្រាប់ពីទីតាំងចាហើយនេះគឺជាសកម្មភាពនៃការចុះទៅផ្សព្វផ្សាយបណ្ដាញយុវកសិករណាពុកម៉ែបងប្អូនចាហើយចការនេះគឺជាចការរបស់យុវកសិករនៅខាងខេត្តកំពង់ស្ពឺណាចាខាងសហគមន៍កសិកម្មបន្លែចម្រុះជាក្រុងកំពង់ស្ពឺចាហើយគាត់ដាំតសក់ច្រើនណាហើយសម្រាប់កសិករម្នាក់គាត់មិនមែនដាំតាមមុខនឹងទេគាត់មានដាំតកួនចាមានផ្ទីមានដាំតកួនបោះតងក្នុងទឹកណាពុកម៉ែបងប្អូនចាមានតឡាចមានស្ពៃចាច្រើនណាស់ហើយចំការរបស់គាត់គឺស្ថិតជាប់នៅនឹងភ្នំពុកម៉ែបងប្អូននិយាយពីថាឃើញទេសភាពឡើងបៃតងស្រស់តែម្ដងចាគឺឃើញហើយមានអារម្មណ៍ថាកក់ក្ដៅពុកម៉ែបងប្អូនចាហើយវាត្រជាក់ភ្នែកចាហើយនេះសម្រាប់គាត់ក៏មានចិញ្ចឹមជាខ្យងបឺពុកម៉ែបងប្អូននាងខ្ញុំបានសួរគាត់ដែរគាត់ថាខ្យងបឺហ្នឹងមុនដំបូងគាត់សុំពីបងប្អូនគាត់ប្រហែលជា2-3គ្រាប់ទេចាដល់ទៅពេលយកមកដាក់យូរកើតកូនកើតចៅពេញតាអាងទាំងអស់ចាហើយនិយាយទៅថាអូយឃើញច្រើនណាស់ពុកម៉ែបងប្អូនណាមិនដឹងប្រហែលម៉ឺនក្បាលទេចាហើយតែគាត់ថាវានៅរឿងតូចណានៅស្ទើចាហើយហ្នឹងហើយអញ្ចឹងដល់សាច់រឿងរបស់យើងម្ដងនៅពេលដែលនាងខ្ញុំចោះផ្សាយហើយអញ្ចឹងយើងខាងបងអូនស្រីឈុនសុកលេងដែលជាយុវកសិករគាត់បាននាំពួកខ្ញុំចាទៅកំសាន្តនៅកន្លែងមួយចាគេហៅថាទំនប់ចណ្ដាលកាច់ពុកម៉ែបងប្អូនចាហើយគឺស្អាតហើយនឹងហើយសម្រាប់ពុកម៉ែបងប្អូនដែលចង់ទៅលេងកំសាន្តណាគឺអាចទៅបោះតង់ស្ទូចត្រីចាឃើញទឹកមានខ្យល់មកបក់លហៀកនិយាយវាថាត្រជាក់ខ្លួនចាហើយអញ្ចឹងអ្នកដែលមានបញ្ហា stress អីអញ្ចឹងទៅអាចមកអង្គុយលេងនឹងទៅចាហើយសម្រាប់បងអូនស្រីឈុនសុកលេងក៏គាត់មានលក់ជាប្រហិតមានលក់ជាគ្រឿងកំប៉ុងផ្សេងអញ្ចឹងណាចាសម្រាប់ពុកម៉ែបងប្អូនណាដែលចង់ទៅកំសាន្តអាចរកជាវពីគាត់បានចាគាត់ដាក់លក់នៅទីតាំងនឹងផ្ទាល់តែម្ដងចាឥឡូវនេះសម្រស់នៅជុំវិញទំនប់ចណ្ដាលកាច់ហ្នឹងគឺថាស្អាតណាពោពេញទៅដោយភ្នំហើយទេសភាពឡើងបៃតងស្រស់តែម្ដងចាកុំភ្លេចទៅលេងឲ្យបានច្រើនពុកម៉ែបងប្អូនចាវាជាកន្លែងមួយដែលស្ងប់ស្ងាត់ចាសម្រាប់អ្នកដែលចូលចិត្តរបៀបស្ងប់ស្ងាត់ដូចនាងខ្ញុំអញ្ចឹងគឺអាចទៅលេងបានហើយចាអញ្ចឹងវីដេអូរបស់នាងខ្ញុំគឺមានតែប៉ុណ្្នឹងទេសម្រាប់ចែកជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាចាសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងពេញចិត្តផងដែរចាអរគុណច្រើន